ជំរាបសួរអង្គជំរាបសួរពូបាទហើយក៏ជំរាបសួរដល់ត្រង់អាចារ្យលោកជំទាវលោកស្រីនាងកញ្ញាប្រិយមិត្តជាអ្នកស្នេហាក្នុងវិស័យទូងោយើងទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកដល់ជំរុំទូងោមួយគ្រឿងដែលមានពនាមថារិទ្ធីចេស្តាកុមារពេជ្រដែលទូងោមួយគ្រឿងនេះស្ថិតនៅក្នុងភូមិឃុំណាដែរអង្គឃុំកំពង់លាវាភូមិស៊ីថោស្រុកសាច់ក្តារសាច់ក្តារទេតាក់ទងជាមួយទូងោមួយគ្រឿងនេះគឺមានការភ្ជាប់ផ្អើលកាលពីកំឡុងបាទឆ្នាំ2025ការលេងនៅកម្ពុជានៅវត្តមួយហើយក៏ឃើញថាល្បីមែនទែនហើយការនោះខ្ញុំក៏បានមកដល់ទីតាំងបាទទឹកដីជំរុំបាទទូងោរិទ្ធីចេស្តាកុមារពេជ្រផងដែរហើយដោយថ្ងៃនេះគឺទទួលបានទូងោមួយគ្រឿងដែលជាអំណោយរបស់លោកអ៊ំស្រីអ៊ំតែអាចបញ្ជាក់បានទេតើប្រវត្តិទូងោនេះក៏កើតឡើងនៅក្នុងឆ្នាំណាដែរឆ្នាំ97អ៊ំនោះបាទផ្ទុកចំណោះបានប្រហែលដែរសម្រាប់57បាទហើយសម្រាប់ជីវប្រវត្តិវិញតើយ៉ាងណាដែរទុកហ្នឹងបើកាលដែលឆ្នាំ97នោះធ្វើរួចយកទៅប្រឡងในស្រុកហ្នឹងចំណាត់ថ្នាក់លេខ1នោះលេខ1ស្រុកទៅរាជធានីក៏បានលេខ1ដែរបាទខ្ញុំទៅតាំងពីប្រកួតមកទុកនេះគឺមានលបឿនខ្ញុំទៅគេឈ្មោះក៏នេះដែរហ្នឹងបាទហើយយើងបានពានរង្វាន់ដែរទៅទីក្រុងភ្នំពេញបាទប៉ុន្តែការចូលរួមនៅក្នុងបរិយាបន្ទាយបុណ្យអុំទូកយើងនឹងខ្ញុំទៅតាំងពីដើមមកយើងចូលរួមរហូតដល់អាខានទេបាទដែរខានបាទទៅមកដល់ពីខូចទៅពីត្រឹម2017នោះបាទនោះជប់នេះហើយចាប់ដើមជប់ហើយនោះអត់ចូលទៅទៀតទេខាងនេះប៉ុន្តែយើងនៅតាមស្រុកភូមិតាមវត្តអីចឹងទៅយើងនៅតែមានទៅលេងទៅគេចេះតែស្នើទៅយើងទៅលេងគេទៅលេងទៅបើយើងទៅក៏មកគេថាយើងទៅជប់ចាញ់គ្នាគេចេះតែធ្វើហ្នឹងហើយសូម្បីតែខ្ញុំក៏ចាប់អារម្មណ៍ដែរហើយក៏មានបងប្អូនយើងអ្នកគ្រប់គ្រងមួយចំនួនរៀងចាប់អារម្មណ៍ច្រើនដោយសារអីទុកនេះមានប្រវែងខ្លីតែមួយទុកចំណោះរៀងតិចជាងគេទៀតបើយើងគិតពេលបច្ចុប្បន្នហ្នឹងទៅគេឡើងដល់ចំណោះចិត្តជាងអីអស់ហើយហើយគេចាប់អារម្មណ៍ផងជើមទូកខ្លីហើយមានលបឿនទៀតបាទហើយស៊ីគេចំណោះ75ឥឡូវបងប្អូនយើងគិតមើលទូកលបឿនយ៉ាងណាហើយបន្តមកក្រោយទៀតក៏មានការស្នើឧបត្ថម្ភណាអ៊ំណាបាទឧបត្ថម្ភពីអ៊ំស្រីបាទអ៊ំស្រីហើយទូកនេះក៏បានមកយើងយកមកដល់វត្តនៅក្នុងថ្ងៃណាខែណាដែរថ្ងៃណាយើងយកមកហ្នឹងយើងយកថ្ងៃច័ន្ទហ្នឹងថ្ងៃពឹងអាចដឹងថ្ងៃច័ន្ទប៉ុណ្ណឹងខែណាផ្លេចនេះបាទហើយយកមកនេះអត់តាន់បានមួយខែទេបើយើងគិតទៅបាទហ្នឹងហើយអត់តាន់បានមួយខែទេទូងោមួយគ្រឿងនេះតំដឹងអត់ប្រវែងប្រហែលម៉ែត្រដែរទូហ្នឹង34ម៉ែត្រហ្នឹងបាទទុកចំណុះបានចិត្តជាងបាទ74បាទសម្រាប់ទូងោនេះហើយសម្រាប់ផងនេះយើងកសាងឡើងដោយការចូលរួមពីបងប្អូនយើងអ្នកស្រុកភូមិក៏យ៉ាងណាដែរអ្នកស្រុកភូមិនោះបាទហើយសម្រាប់ចំណោះយើងអីក៏អត់មានបញ្ហាដែរបាទហើយអង្គគិតថានៅក្នុងឆ្នាំ2026ហ្នឹងយ៉ាងណាដែរដឹងដែរតែអាចមិនអត់មែនទេសុទ្ធដឹងយ៉ាងមើលអាហ្នឹងការទុកនេះមាននៅចំណុះខ្ញុំនេះបាទហ្នឹងហើយអាហ្នឹងគឺថាលបឿនប្រហែលគ្នាក៏ខ្ញុំអាចយកបានដែរបាទហ្នឹងហើយទុកក៏លឿនចំណុះក៏លឿនប៉ុន្តែមកក្មេងសាក្រោយអត់មិនដល់យ៉ាងម៉េចអត់តាមវាអត់សូវស្លាប់ហ្នឹងហើយចំណុះក៏ខ្ញុំនេះហើយហ្នឹងចំណុះខ្ញុំអត់ទេគឺថាគាត់ទៅវាស់ហ្នឹងណែនហ្មងបាទហ្នឹងហើយបើពីក្មេងសាក្រោយនេះវាកម្មនគរវាតែយើងចង់បានទៅយើងដឹកនាំទៅណាហ្នឹងហើយដឹកនាំចេះតែប្រហាត់បរៀនវាទៅហ្នឹងហើយឲ្យតែយើងយកចិត្តទុកដាក់មានមិនដែលមនុស្សណានេះទេពួកខ្ញុំមិនចេះឯងទេបាទត្រូវខ្ញុំវាដូចថាវាអ៊ំជុំនឹងទៅវាប៉ុណ្ណេះទៅបាទនោះប្រហាត់បរិបទអត់មានប្រាក់នងទេការสนมពរបស់អ៊ំគឺចង់ឲ្យสนมពទៅខាងចំណុះដែរបាទสนมពសម្រាប់ឆ្នាំថ្មីយើងទទួលបានទូកថ្មីហើយតែឥឡូវនេះពីអ៊ំជាគណៈកម្មការสนมពឲ្យចំណុះធ្វើម៉េចបានទូកថ្មីហើយចំណុះត្រូវសាមគ្គីគ្នាដើម្បីវឹកហាត់ទៅប្រកួតប្រជែងជាមួយនឹង
ទូកបោះខាងគេផ្សេងទៀតបើសិនជាយើងបានទូកថ្មីហើយចំណុះអត់ខំប្រឹងទេអញ្ចឹងក៏ពិបាកដែរតែបងប្អូនដល់ធំបំផុតពីអង្គគណៈកម្មការថាបើសិនជាបានទូកថ្មីចំណុះត្រូវតែព្យាយាមហាត់ដែរហើយអាចចែកឲ្យស្ដាប់គ្នាទៅយើងថ្ងៃក្រោយទៅយើងនឹងប្រកាសជាមានគេឈ្មោះល្បីជូនសង្គមរបស់យើងទៀតទូកនេះមិនមែនជាទូករបស់វត្តទេគឺជាទូករបស់កម្លាំងសាមគ្គីរបស់ភូមិអញ្ចឹងធម្មតាបើសិនជាកម្លាំងសាមគ្គីរបស់ភូមិអ្នកភូមិត្រូវតែជួយសាមគ្គីគ្នាហើយឥឡូវនេះចង់បញ្ជាក់ថាការកសាងរោងទូកថ្មីនេះគឺយើងចាប់ដើមកសាងតាមបកគោហើយគឺយើងក៏កំពុងតែរៀបចំប្រក់តបោដែរអញ្ចឹងពេលដែលប្រក់តបោហើយបើសិនជាក្នុងករណីខ្វះខាតអញ្ចឹងអាចអ៊ំក៏ជួយសង្គមជួយក្នុងករណីបងប្អូនយើងដែលគាត់ជាអ្នកទស្សនានៅក្នុងវិស័យកីឡាទូកងចង់ជួយឧបត្ថម្ភនៅរោងទូកអាចបន្តិចក្តីច្រើនក្តីបើសិនជាបងប្អូនអាចជួយឧបត្ថម្ភបងអាចជួយឧបត្ថម្ភតាមរយៈវីដេអូរបស់ admin រឿនគុំគីបានដោយសារតែគាត់នឹងដាក់ម្ចាស់ page រដ្ឋាភិបាលជាស្ដារកម្មាពេជ្រនៅជាមួយអញ្ចឹងអាចឧបត្ថម្ភបានដោយសារតែមានការខ្វះខាតនៅការធ្វើរោងច្រើនអញ្ចឹងបងប្អូនអាចជួយតាមការគួរដែលបងប្អូនចង់ជួយណាអញ្ចឹងវីដេអូនៅក្នុងថ្ងៃនេះមានតែប៉ុណ្ណេះអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាជូនពរសុខភាពល្អសំណាងល្អទាំងអស់គ្នាបាទអរគុណច្រើន